ពេលដែលខ្ញុំចេញធ្វើការដំបូងពាក្យ purchasing និង procurement នេះខ្ញុំគិតថាវាជាពាក្យមានអត្ថន័យដូចគ្នា the same yes it's the same ពីព្រោះខ្ញុំចេញធ្វើការដំបូងហ្មងគឺខ្ញុំចេះពាក្យមុនគេគឺពាក្យ purchasing មានន័យថាទិញអីវ៉ាន់ purchasing ទិញអីវ៉ាន់អញ្ចឹងទៅពេលកន្លងមកប្រហែលឆ្នាំទៀតខ្ញុំក៏ចេះពាក្យថា procurement អញ្ចឹងខ្ញុំមកគិតថាអូ procurement purchasing is the same it's not different អញ្ចឹងបន្តមកទៀតមកដល់ពេលនេះទើបខ្ញុំដឹងថាអូ it's the same but not the same what does it mean is it so purchasing is just only a part of procurement it's only one part of procurement there are many parts of procurement but purchasing only one part right អញ្ចឹងថ្ងៃនេះយើងត្រូវ discover ថា procurement process ដែលក្រុមហ៊ុនធំមួយចំនួនដែលគេប្រើប្រាស់ process ត្រឹមត្រូវសម្រាប់ standard procurement គេធ្វើអ្វីខ្លះ let's go come on ទាំងអស់គ្នា procurement គឺជាផ្នែកមួយដ៏មានសារៈសំខាន់មែនទែនសម្រាប់វិស័យសាងសង់ what does it mean here procurement គឺធ្វើឲ្យអ្នកគ្នាអាច select នៅ material ដែលត្រូវជាមួយនឹង standard របស់ប្រទេសផងទី2ឲ្យ in budget មានន័យថាមិនលើស budget សម្រាប់ចំណាយទេទី3គឺ delivery timeline របស់គាត់គឺ coming on time ដើម្បីអាចយកទៅ installation ឲ្យចប់ project ទៅទាន់ពេលវេលាដែលបានកំណត់នៅក្នុងផែនការដាក់ជាមួយនឹង client ណាអញ្ចឹងជំហានដំបូងដែលគេធ្វើនោះគឺខាង design team គេនឹង design material នៅក្នុង spec ណាមួយដែលគេតម្រូវនៅក្នុង plan design របស់គេបន្តមកទៀតខាង procurement team គេនឹងចាប់ផ្ដើម filter នៅ material មួយគេនឹងចាប់ផ្ដើម select វាថាតើ material ហ្នឹង spec អីគេតើគោគេទិញនៅទីណាសិក្សាទីផ្សារវាថាតើតម្លៃណាដែលជាតម្លៃ in budget របស់គេ the most important is mostly the long lead material long lead time material សម្រាប់លើសម្ភារៈណាដែលយើងត្រូវការរយៈពេលយូរខ្លះទៅមាន3ខែខ្លះទៅមានដល់ទៅ4ខែខ្លះដល់6ខែក៏មានជាពិសេសសម្ភារៈខាងផ្នែក MEP អញ្ចឹង long lead time material គឺជា very critical part តែម្ដងសម្រាប់ procurement អញ្ចឹងបន្ទាប់ពីសិក្សា select spec everything តាហើយយើងត្រូវ submit វាទៅកាន់ consultant ឬក៏ client PMC ដើម្បីគេ review ថា material យើងបន្ទាប់ពីបាន review ហើយ everything okay បើ pass ទៅលើការងារហ្នឹងទទួលបាន approval យើងឈានដល់ជំហានទី3ជំហានទី3គឺយើងចាប់ផ្ដើម issue ជា PO នេះហើយដែលយើងលក្ខខណ្ឌជា purchasing ដែលខ្ញុំនិយាយពីដើម video ណាយើងចាប់ផ្ដើមទម្លាក់ PO ទៅកាន់ supplier របស់យើងអញ្ចឹង supplier គាត់នឹងចាប់ផ្ដើមផលិត material របស់គាត់ឲ្យទៅតាមតម្រូវការរបស់យើងហើយនឹងមាន contract គ្នាអំពី delivery timeline នៅពេលដែលយើងចាប់ផ្ដើម issue PO យើងកក់លុយគាត់នឹងចាប់ផ្ដើមផលិតអញ្ចឹងគាត់នឹងត្រឡប់មកវិញនៅ material យើង on time នៅថ្ងៃណា this is the deadline អញ្ចឹងជំហានទី4គឺគេចាប់ផ្ដើម deliver material នេះអញ្ចឹងយើងត្រូវសិក្សាថាតើ deliver material transportation យើងចែកជា2មួយយើងអាចថា by land មានថាតាមផ្លូវគោកទី2យើង by shipment by sea តែយើងកុំច្រឡំតាក់ទងជាមួយនឹង air freight គឺតាក់ទងជាមួយនឹងការ deliver តាមយន្តគឺកម្រធ្វើលុត្រាតែលក្ខណៈ material ហ្នឹងគឺ urgent បន្ទាន់សំខាន់ដែលយើងអាចរងចាំបានពីព្រោះតែតម្លៃដែលយើងផុសហាតាមយន្តហោះដឹកជញ្ជូនគឺវាថ្លៃខ្លាំងណាស់យើងមិនអាច cover បានទេយើងអាចតែ small material ទេហើយ material ដែលធ្ងន់ក៏មិនអាចដឹកបានដែរតាមរយៈ air freight អញ្ចឹងខ្ញុំអត់ចង់លើកឡើងអំពី air freight មកទេ come on អញ្ចឹងទៅដល់លក្ខខណ្ឌទី5ដែលយើង deliver material មកដល់ផែហើយអញ្ចឹងតាក់ទងមួយការងារនេះយើងត្រូវការធ្វើការងារឲ្យជិតស្និទ្ធជាមួយនឹង logistics របស់យើងគឺគាត់មានតួនាទី clear ពន្ធជាមួយនឹងខាងពន្ធដាររបស់យើងនៅឯផែដើម្បីយើងអាចយក material យើងចេញពីផែបានហើយ deliver មកការដ្ឋានសាងសង់មកដល់ការដ្ឋានហ្នឹងគឺយើងអត់មានបញ្ហាអីទេអញ្ចឹងយើងអាចចាប់ផ្ដើមយកវាទៅឆែកមើលបើវាត្រូវជាមួយ material យើង order ហើយ everything អត់មាន damage អីទេយើងចាប់ផ្ដើមយកទៅតម្លើងបានហើយអញ្ចឹងបន្ទាប់ពីតម្លើងហើយយើងអាច inspection ជាមួយនឹង client ដែលយើង hand over project របស់យើងនៅចុងបញ្ចប់នៃគម្រោងបានខ្ញុំភ្លេចបន្ថែមបន្តិចពេលដែល order material ទីទូទៅគេត្រូវ counter ទៅលើ wastage មានថាកំហាត់បងនៅពេលដែលយើងតម្លើងឬក៏ការបាក់បែកមួយចំនួននៅកើតមាននៅការដឹកជញ្ជូនឬក៏ពេលដែលយើងតម្លើងដូចគ្នាអូខេសូមអរគុណសម្រាប់ការតាមដានសង្ឃឹមថាវីដេអូចែកជូនបងប្អូនជាចំណេះដឹងថ្មីបន្តទៀតណាបាយបាយកុំភ្លេច follow page ជាមួយនឹងចុច like វីដេអូខ្ញុំឲ្យច្រើនអូខេបាយបាយ see you next video bye bye